នាងពិតជាកូនស្រីបងប្រុសខ្ញុំមែនឯងអាចទៅពិនិត្យណែទៅការនោះឯងធ្វើបងប្រុសខ្ញុំឈឺចាប់ណាស់ទោះជានាងជាកូនបងប្រុសខ្ញុំមែនគាត់មិនលើកលែងទោសឲ្យឯងទេមិនអីទេគាត់គ្រាន់តែទទួលដួងទៅបានហើយបើចង់មកទទួលដួងសូមមកកន្លែងនេះដួងទៅចប់ហើយចិត្តមានរឿងធំហើយឯងចូលមកមិនបានដួងនៅខាងក្នុងទៅកុំចេញមកឯងចង់ធ្វើអីទៀតហើយមួយរយៈនេះខ្ញុំខ្វះលុយតើខ្ញុំមកសុំលុយឯងចាយខ្ញុំឯណាមានលុយឯងមុននេះឯងមានសង្សារអ្នកមានតើនៅជាមួយគេតើឯងចង់ធ្វើអីអ្នកមានមិនមែនសុទ្ធតែឲ្យតម្លៃឈាមចូលខ្លួនឯងទេឯងយកដួងទៅវិញមិនមែនជាលុយច្រើនទេអីខ្ញុំនឹងប្រគល់នាងវិញតែខ្ញុំមិនឲ្យមួយកាក់ទេឯងនឹងបោះបង់គំនិតនេះមិនយូរមិនឆាប់អញ្ចឹងឯងទៅរកលុយ50,000មកមួយ like ក៏មិនអាចខ្វះបានដែរ